សូមស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាដែលបានវិលត្រឡប់មកកាន់កម្មវិធីព័ត៌មានរបស់ Khmer Language 123 នៅពេលនេះយើងខ្ញុំសូមជូនព័ត៌មានលម្អិតដូចតទៅសហរដ្ឋអាមេរិកកំពុងពិចារណាលើការវាយប្រហារទ្រង់ទ្រាយធំមួយទៀតដើម្បីរឹបអូសយកសារធាតុអ៊ុយរ៉ាញ៉ូមដែលបានចម្រាញ់រួចរបស់អ៊ីរ៉ង់អ៊ុយក្រែនបានវាយបកបដិសេធការវាយប្រហារដ៏ធំមួយរបស់រុស្ស៊ីដោយបានកំទេចកងទ័ពយ៉ាងច្រើនសន្ធឹកសន្ធាប់ការគាំទ្រពីអាមេរិកបានផ្ដាច់ការផ្គត់ផ្គង់របស់រុស្ស៊ីទៅឲ្យអ៊ីរ៉ង់ដោយសារតែការខ្វះខាតកងទ័ពយ៉ាងធ្ងន់ធ្ងររុស្ស៊ីចង់បញ្ជូនកងទ័ពកូរ៉េខាងជើងបន្ថែមចំនួន 30,000 នាក់ទៀតចូលរួមក្នុងសង្គ្រាមសហភាពអឺរ៉ុបមានព្រៀបក្នុងការប្រឈមមុខជាមួយបកកុម្មុយនីសចិនហើយចាំបាច់ត្រូវក្តាប់យកឱកាសនេះនៅពេលនេះយើងខ្ញុំសូមជូនព័ត៌មានលម្អិតដូចតទៅសហរដ្ឋអាមេរិកកំពុងពិចារណាលើការវាយប្រហារទ្រង់ទ្រាយធំដើម្បីរឹបអូសយកសារធាតុអ៊ុយរ៉ាញ៉ូមដែលបានចម្រាញ់រួចរបស់អ៊ីរ៉ង់ប្រិយមិត្តជាទីមេត្រីកាសែត New York Post បានរាយការណ៍កាលពីថ្ងៃសៅរ៍ថាសហរដ្ឋអាមេរិកកំពុងពិចារណាអនុវត្តបេសកកម្មប្រតិបត្តិការពិសេសទ្រង់ទ្រាយធំមួយដើម្បីរឹបអូសយកសារធាតុអ៊ុយរ៉ាញ៉ូមដែលបានចម្រាញ់រួចដោយផ្អែកលើប្រភពដើមពីអ្នកជំនាញនិងប្រភពព័ត៌មានមួយដែលក្តាប់បានផែនការយោធារបាយការណ៍បានឲ្យដឹងថាអាចនឹងត្រូវការទាហានរាប់ពាន់នាក់ដើម្បីធានាសន្តិសុខដល់ទីតាំងទាំងនោះដោះមីននិងការពារផ្លូវដឹកជញ្ជូនក្រុមប្រតិបត្តិការពិសេសតូចមួយនឹងប្រមូលឯកសារនៅក្នុងអ្វីដែលអ្នកជំនាញម្នាក់បានហៅថាប្រតិបត្តិការដ៏ស្មុគស្មាញបំផុតនៅក្នុងប្រវត្តិសាស្ត្រយោធាគោលដៅដែលអាចកើតមានរួមមាន Isfahan, Fordow និងសមុទ្រចៃក្រោមដី BHE Mountain នៅជិត Natanz កាសែត New York Post បានឲ្យដឹងថាអ៊ីរ៉ង់បានពង្រឹងទីតាំងមួយចំនួននិងដាក់រំសេវផ្ទុះដើម្បីការពារការវាយប្រហារអ្នកជំនាញបានព្រមានថាបេសកកម្មនេះនឹងមានគ្រោះថ្នាក់ខ្លាំងហើយផ្ទុយទៅវិញអាចក្លាយជាយុទ្ធនាការបំផ្លាញទីតាំងក្រោមដីសមាជិកសភាអ៊ីរ៉ង់ម្នាក់កាលពីថ្ងៃសៅរ៍បានថ្លែងថាសហរដ្ឋអាមេរិកអាចនឹងប្រើប្រាស់ការគំរាមកំហែងលើច្រកសមុទ្រ Hormuz និងទីតាំងនុយក្លេអ៊ែរលោក Ahmad Bakshayesh Adestani សមាជិកគណៈកម្មាធិការគោលនយោបាយការបរទេសនិងសន្តិសុខជាតិនៃរដ្ឋសភាអ៊ីរ៉ង់បានឲ្យដឹងថាលោកមានការសង្ស័យថាអាមេរិកនឹងធ្វើការឈ្លានពានតាមជើងគោកចូលទៅក្នុងអ៊ីរ៉ង់ប៉ុន្តែលោកគិតថា Washington អាចនឹងស្វែងរកជម្រើសផ្សេងទៀតលោកបានប្រាប់ IRNA ថាប្រហែលជាពួកគេកំពុងរក្សាទុកយើងនៅច្រកសមុទ្រ Hormuz និងភ្នំ Kholang ដែលជាឈ្មោះមួយទៀតនៃភ្នំ BHE ដើម្បីឲ្យពួកគេអាចធ្វើឃាតថ្នាក់ដឹកនាំនិងមន្ត្រីជាន់ខ្ពស់ម្នាក់ទៀតរបស់យើងម្ដងទៀតលោក Bakshayesh ក៏បានបញ្ជាក់ផងដែរថាអ៊ីរ៉ង់និងអាមេរិកចុងក្រោយនឹងត្រូវត្រឡប់ទៅតុចរចាវិញដោយនិយាយថាគ្មានសង្គ្រាមណាមួយបញ្ចប់ដោយគ្មានការចរចានោះទេសង្គ្រាមទាំងអស់សុទ្ធតែបញ្ចប់ដោយ Diplomat ថ្មីនេះប្រភពព័ត៌មានប្រចាំតំបន់2បានប្រាប់ប៉ុស្តិ៍ CBS News ថាការចរចារវាងអូម៉ាននិងអ៊ីរ៉ង់អំពីការបើកច្រកសមុទ្រ Hormuz និងផ្លូវទឹកដែនសមុទ្រដែលពាក់ព័ន្ធរបស់ប្រទេសទាំងពីរនៅក្នុងតំបន់នោះមានការរីកចម្រើនប្រភពទាំងពីរនេះបានបន្ថែមថាទោះបីជាការងារការទូតកំពុងប្រព្រឹត្តទៅក្នុងទិសដៅវិជ្ជមានក៏ដោយប៉ុន្តែត្រូវការពេលវេលាបន្ថែមទៀតដើម្បីឲ្យភាគីនានាសម្រេចបានកិច្ចព្រមព្រៀងមន្ត្រីអូម៉ានបានធ្វើដំណើរទៅកាន់ថេរ៉ានកាលពីថ្ងៃសុក្រថ្ងៃទី24ខែកក្កដាដើម្បីចរចាហើយសកម្មភាពការទូតនេះបានត្រូវគ្នានឹងការសម្រេចចិត្តរបស់ប្រធានាធិបតី Trump អំពីការផ្អាកការទម្លាក់គ្រាប់បែករបស់អាមេរិកដែលកងទ័ពបានអនុវត្តក្នុងរយៈពេល13យប់ជាប់គ្នាមុននោះមន្ត្រីប្រចាំតំបន់ទាំងពីរបានឲ្យដឹងថាការផ្អាកការទម្លាក់គ្រាប់បែករបស់អាមេរិកគឺធ្វើឡើងដោយចេតនាដើម្បីកុំឲ្យរំខានដល់ការចរចាការទូតផ្ទាល់រសើបក្នុងពេលជាមួយគ្នានេះយោងតាមរបាយការណ៍កាលពីថ្ងៃសៅរ៍របស់ New York Times ប្រធានាធិបតី Donald Trump បានផ្អាកផែនការបង្កើនជម្លោះធំប្រឆាំងនឹងអ៊ីរ៉ង់យ៉ាងហោចណាស់នៅពេលបច្ចុប្បន្នក្នុងបរិបទនៃការព្រួយបារម្ភថាប្រតិបត្តិការយោធាដែលរីកធំឡើងអាចធ្វើឲ្យថយចុះបន្ថែមទៀតនៅប្រភពផ្គត់ផ្គង់ពលការពារអាកាសរបស់អាមេរិកនៅមជ្ឈមបូព៌ារបាយការណ៍បានឲ្យដឹងថាឃ្លាំងបម្រុងគ្រាប់រ៉ុកែតការពារ Patriot និងគ្រាប់រំសេវការពារអាកាសផ្សេងទៀតរបស់ Pentagon បានក្លាយជាកត្តាសំខាន់នៅក្នុងការពិភាក្សាអំពីviệcគប្បីបន្តប្រតិបត្តិការប្រយុទ្ធទូលំទូលាយបន្ថែមទៀតឬយ៉ាងណាអ៊ុយក្រែនបានរុញច្រានកងទ័ពចំនួន2និងវកនាត្រីរត់ក្រោះរុស្ស៊ីចំនួន1នៅតំបន់ Donetsk កងកម្លាំងអ៊ុយក្រែនបានបំផ្លាញបរិខាចំនួន65និងកំទេចទាហានឈ្លានពានចំនួន152នាក់ក្នុងការវាយប្រហាររយៈពេល4ម៉ោងទៅលើកងទ័ពសត្រូវRBC Ukraine ទើបតែបានប្រភពសេចក្តីថ្លែងការណ៍របស់កងពលតូចលេខ1នៃកងកម្លាំងការពារជាតិអ៊ុយក្រែន Azov ដោយឲ្យដឹងថានៅថ្ងៃទី22ខែកក្កដាពួកគេបានវាយបកកំទេចការវាយប្រហារដ៏ធំបំផុតមួយរបស់រុស្ស៊ីនៅតំបន់ Donetsk យោងតាមកងពលតូច Azov នៅថ្ងៃទី22ខែកក្កដាកងកម្លាំងនៃកងពលធំលេខ8និងលេខ41រួមជាមួយនឹងវរនិរតីរថក្រោះលេខ90របស់រុស្ស៊ីបានព្យាយាមវាយប្រហារតំបន់ទទួលខុសត្រូវរបស់កងពលតូចលេខ1រថពាសដែកនិងរថយន្តធុនស្រាលរាប់សិបគ្រឿងបានចូលរួមក្នុងការវាយប្រហារនេះភាគីរុស្ស៊ីបានវាយលុកចេញពីតំបន់ភូមិ Novo-Economiky ក្នុងរយៈពេល4ម៉ោងហើយកងទ័ពរុស្ស៊ីបានព្យាយាមចូលទៅក្នុងតំបន់ប្រជាជនក្នុងភូមិ Sakhovre ក
កងទ័ពរុស្ស៊ីបានព្យាយាមបិទដែនអាកាសដោយមានការគាំទ្រពីដ្រូនវាយប្រហារ Zala និង Lancet ក្រៅពីនេះភាគីម៉ូស្គូក៏បានប្រើប្រាស់ប្រព័ន្ធរ៉ុកែតពហុដើម Tornado S ទំនើបដើម្បីគាំទ្រដល់សកម្មភាពវាយប្រហារកងពលតូចលេខ1នៃ Azov រួមជាមួយអង្គភាពចំណុះបានរារាំងផ្លូវនៃក្បួនរថយន្តយន្តកម្មបំផ្លាញស្ពានឆ្លងទន្លេដោយមានការគាំទ្រពីយន្តហោះចម្បាំងភាគីរុស្ស៊ីបានព្យាយាមស្តារខ្សែផ្លូវឆ្លងទន្លេឡើងវិញដោយប្រើពងអណ្ដែតប៉ុន្តែត្រូវប្រហែលជាត្រូវយន្តហោះចម្បាំងបំផ្លាញចោលផងដែរយោងតាម Azov ដោយប្រើប្រាស់កាំភ្លើងធំប្រព័ន្ធរ៉ុកែតពហុដើម MLRS និងដ្រូនវាយប្រហារកងកម្លាំងអ៊ុយក្រែនបានបំផ្លាញរថក្រោះចំនួន7រថយន្តប្រយុទ្ធពាសដែកចំនួន6ប្រព័ន្ធការពារអាកាស Grad និង Tornado S ទាហានរុស្ស៊ីចំនួន123នាក់ត្រូវបានកំទេចនិង29នាក់ផ្សេងទៀតបានរងរបួសការវាយប្រហារដោយយន្តកម្មត្រូវបានរុញច្រានហើយការវាយប្រហាររបស់រុស្ស៊ីត្រូវបានរារាំងដោយសារកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលនៃអង្គភាពចំណុះកងពលតូចលេខ1នៃកងកម្លាំងការពារជាតិ Azov មជ្ឈមណ្ឌលប្រតិបត្តិការពិសេស A នៃ SBU កងកម្លាំងប្រព័ន្ធគ្មានមនុស្សបើកនៃកងទ័ពអាកាសអ៊ុយក្រែននិងអង្គភាព Phoenix អ៊ុយក្រែនគាំទ្រអាមេរិកក្នុងការផ្ដាច់ការផ្គត់ផ្គង់រវាងរុស្ស៊ីនិងអ៊ីរ៉ង់លោក Zelensky បានឲ្យដឹងថាអ៊ុយក្រែនបានកត់ត្រាសកម្មភាពតាមដានតាមផ្កាយរណបយ៉ាងសកម្មរបស់រុស្ស៊ីចំពោះបណ្ដាប្រទេសក្នុងតំបន់ឆកសមុទ្រពាក់និងគ្រឹះស្ថានយោធារបស់អាមេរិកនៅទីនោះចាប់តាំងពីដើមខែកក្កដាលោកបានចោទប្រកាន់ថារូបភាពដែលទទួលបានត្រូវបានបញ្ជូនទៅឲ្យអ៊ីរ៉ង់ហើយសកម្មភាពផ្កាយរណបរបស់រុស្ស៊ីគឺស្របគ្នាយ៉ាងជិតស្និទ្ធជាមួយនឹងការវាយប្រហាររបស់អ៊ីរ៉ង់លោកបានសរសេរថាត្រឹមតែថ្ងៃទី29និង20ខែកក្កដាមូលដ្ឋានទ័ពអាកាសចំនួន4ស្ថិតនៅក្នុងភ្នែកមើលរបស់ផ្កាយរណបរុស្ស៊ីក្នុងនោះមាន2នៅបារ៉េន1នៅ Jordan និង1នៅ Kuwait លោក Zelensky មិនបានប្រកាសភស្តុតាងសម្រាប់ការចោទប្រកាន់នេះទេទោះជាយ៉ាងណាក៏ដោយការបដិញ្ញាចែករំលែកព័ត៌មានស៊ើបការសម្ងាត់របស់អ៊ុយក្រែនជាមួយដៃគូបង្ហាញថា Kiev អាចដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គ្រាមដែលដឹកនាំដោយអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ជាពិសេសនៅពេលដែលអ៊ុយក្រែនមានបទពិសោធន៍ក្នុងការប្រមូលព័ត៌មានប្រព័ន្ធតាមដានរបស់រុស្ស៊ីនិងការប្រឆាំងនឹង UAV ដែលរចនាដោយអ៊ីរ៉ង់ប្រភពព័ត៌មាន CBS បានរាយការណ៍ថាលោក Zelensky មានបំណងចែករំលែកភស្តុតាងជាមួយសហរដ្ឋអាមេរិកដែលបង្ហាញថារុស្ស៊ីកំពុងគាំទ្រអ៊ីរ៉ង់ក្នុងការកំណត់គោលដៅលើមូលដ្ឋានទ័ពរបស់អាមេរិកនៅមជ្ឈមបូព៌ាការចោទប្រកាន់របស់លោកក៏បានប្រឈមមុខដោយផ្ទាល់ទៅនឹងការប្រកាសថ្មីនេះរបស់ប្រធានាធិបតីអាមេរិក Donald Trump ថាលោកជឿជាក់លើការធានាពីប្រធានាធិបតីរុស្ស៊ី Vladimir Putin ថាម៉ូស្គូមិនគាំទ្រថេរ៉ាននោះទេខ្វះខាតទាហានយ៉ាងធ្ងន់ធ្ងររុស្ស៊ីចង់នាំយកទាហានកូរ៉េខាងជើងចំនួន 30,000 នាក់បន្ថែមទៀតចូលរួមក្នុងសង្គ្រាមប្រិមិត្តជាទីមេត្រីប្រធានាធិបតី Zelensky ថ្មីនេះក៏បានឲ្យដឹងផងដែរថាប្រធានាធិបតីរុស្ស៊ី Putin កំពុងរៀបចំលក្ខខណ្ឌដើម្បីពង្រីកការកៀរគរកងទ័ពនៅក្នុងប្រទេសរុស្ស៊ីក្រៅពីនេះលោកក៏មានបំណងទទួលយកទាហានបន្ថែមពីកូរ៉េខាងជើងផងដែរ RBC Ukraine បានដកស្រង់សម្ដីលោក Zelensky នៅក្នុងកម្មវិធីផ្សាយកាលពីយប់មិញថាទីភ្នាក់ងារស៊ើបការសម្ងាត់អ៊ុយក្រែនមានព័ត៌មានអំពីផែនការរបស់រុស្ស៊ីសម្រាប់រដូវស្លឹកឈើជ្រុះនេះហើយទាំងនោះគឺជាផែនការដែលមិននាំមកនូវសន្តិភាពទាល់តែសោះយោងតាមលោក Zelensky លោក Putin កំពុងរៀបចំលក្ខខណ្ឌពង្រីកការកៀរគរកងទ័ពលោកបានមានប្រសាសន៍ថាតួលេខនៃការបាត់បង់បាននិយាយបំភ្លឺទាំងអស់ត្រឹមតែក្នុងរយៈពេលតិចជាង7ខែដំបូងនៃឆ្នាំនេះដោយចំនួនដ៏ច្រើនបានរងរបួសធ្ងន់ធ្ងរដោយសារតែសេវាសុខាភិបាលសមរភូមិមុខរបស់រុស្ស៊ីមានភាពខ្វះខាតយ៉ាងខ្លាំងលោក Zelensky បានបន្ថែមថាថ្នាក់ដឹកនាំរុស្ស៊ីលោក Putin កំពុងរៀបចំនាំយកប្រជាជនរុស្ស៊ីថ្មីចូលទៅក្នុងសង្គ្រាមបច្ចុប្បន្នលោកកំពុងលាក់បាំងរឿងនេះដោយប្រើពាក្យពេចន៍និងសញ្ញាផ្សេងប៉ុន្តែតាមពិតលោក Putin កំពុងរៀបចំក្រៅពីនេះរុស្ស៊ីកំពុងសហការជាមួយកូរ៉េខាងជើងដើម្បីទាក់ទាញកងកម្លាំងយោធាថ្មីពីប្រទេសនេះលោក Zelensky បានឲ្យដឹងថារុស្ស៊ីចង់ទទួលយកទាហានចំនួន 30,000 នាក់បន្ថែមទៀតពីកូរ៉េខាងជើងចាប់ពីខែមិថុនាការងាររៀបចំត្រូវបានអនុវត្តនៅតំបន់ Voronezh ដើម្បីទទួលស្វាគមន៍ពួកគេកូរ៉េខាងជើងក៏កំពុងរៀបចំប្រគល់ប្រព័ន្ធបាញ់គ្រាប់រ៉ុកែត ballistic ថ្មីទៅឲ្យរុស្ស៊ីផងដែរនេះមិនត្រឹមតែជាការគំរាមកំហែងចំពោះអ៊ុយក្រែនប៉ុណ្ណោះទេលោក Zelensky បានអះអាងថារុស្ស៊ីកំពុងជួយកូរ៉េខាងជើងហ្វឹកហ្វឺនសង្គ្រាមកែលម្អអាវុធនិងផ្ដល់បទពិសោធន៍ប្រយុទ្ធជាក់ស្ដែងនេះគឺជាការគំរាមកំហែងចំពោះប្រជាជនទាំងអស់នៅអាស៊ីដែលស្ថិតនៅក្នុងកំបាញ់នៃគ្រាប់រ៉ុកែតកូរ៉េខាងជើងថ្នាក់ដឹកនាំអាជ្ញាធរ Kiev បានសន្និដ្ឋានថាអ្វីដែលសំខាន់នោះគឺយើងនិងដៃគូអាចបង្កើតសម្ពាធគ្រប់គ្រាន់លើរុស្ស៊ីដើម្បីឲ្យគំនិតអំពីការបញ្ចប់សកម្មភាពឈ្លានពាននេះចាប់ផ្ដើមមានប្រៀបគឺគំនិតអំពីសន្តិភាពមិនមែនអំពីviệcរុស្ស៊ីបង្កើនការកៀរគរកងកម្លាំងនោះទេយុទ្ធនាការវាយប្រហារចម្ងាយឆ្ងាយនិងការវាយប្រហារចម្ងាយមធ្យមរបស់យើងបានរួមចំណែកដល់រឿងនេះប្រជាជនរុស្ស៊ីកាន់តែច្រើនឡើងបានមើលឃើញសង្គ្រាមរបស់លោក Putin និងការខូចខាតដែលវាបង្កឡើងហើយពួកគេគិតថាសង្គ្រាមមិនគួរអូសបន្លាយនោះទេយើងមើលឃើញរឿងនោះយ៉ាងច្បាស់
សហភាពអឺរ៉ុបមានប្រៀបក្នុងការប្រឈមមុខជាមួយបកកុម្មុយនីសចិនហើយចាំបាច់ត្រូវក្តាប់យកឱកាសនេះការស្រាវជ្រាវថ្មីបំផុតពីវិទ្យាស្ថានស្រាវជ្រាវចិន Amerix ដែលជាមជ្ឈមណ្ឌលឯករាជ្យធំបំផុតនិងមានឥទ្ធិពលបំផុតនៅអឺរ៉ុបទទួលបន្ទុកវិភាគអំពីប្រទេសចិនទំនើបបានចង្អុលបង្ហាញថាទោះបីជាការពឹងផ្អែករបស់ចិនលើការនាំចូលពីអឺរ៉ុបកំពុងថយចុះជាបណ្ដាក៏ដោយប៉ុន្តែទ្វីបនេះនៅតែមានឥទ្ធិពលរួមគួរឲ្យកត់សម្គាល់ក្នុងការដោះស្រាយទំនាក់ទំនងពាណិជ្ជកម្មជាមួយចិនឥឡូវនេះគឺជាពេលវេលាសមស្របដើម្បីទាញយកប្រៀបនេះដើម្បីបង្ខំឲ្យបកកុម្មុយនីសចិនធ្វើការយោគយល់បើពុំនោះទេនឹងយឺតពេលហើយការស្រាវជ្រាវចង្អុលបង្ហាញថាការពឹងផ្អែករបស់ចិនលើផលិតផលរបស់សហភាពអឺរ៉ុបគឺទ្វេដងបើប្រៀបធៀបនឹងផលិតអាមេរិកជាយូរមកហើយអាចប្រើប្រាស់វិស័យបច្ចេកវិទ្យាជាន់ខ្ពស់ដូចជាពាក់កណ្ដាលចម្លងទំនើបដើម្បីបង្ខំឲ្យចិនធ្វើការយោគយល់លើផ្នែកពាណិជ្ជកម្មក្នុងពេលដែលអឺរ៉ុបនៅតែជួបការលំបាកក្នុងការចរចាជាមួយចិនអំពីទំនិញនាំចូលដែលទទួលបានការឧបត្ថម្ភធនយ៉ាងខ្លាំងពីរដ្ឋព្រមទាំងឈរមើលដោយគ្មានសមត្ថភាពខណៈដែលទំនិញចិនកំពុងគំរាមកំហែងដល់អត្ថប្រយោជន៍នៃក្រុមហ៊ុនអឺរ៉ុបទិន្នន័យស្រាវជ្រាវរបស់ MERS បង្ហាញថានៅពេលដែលបកកុម្មុយនីសចិនស្វែងរកស្វ័យភាពសេដ្ឋកិច្ចនិងកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីអឺរ៉ុបឱកាសសម្រាប់អឺរ៉ុបក្នុងការបង្កើតឥទ្ធិពលលើចិនកំពុងតែបិទជិតជាបណ្ដាចិននៅតែពឹងផ្អែកលើការនាំចូលពីសហភាពអឺរ៉ុបសម្រាប់ផលិតផលយុទ្ធសាស្ត្រចំនួន15ប្រភេទយោងតាមការស្រាវជ្រាវចិននៅតែត្រូវការនាំចូលផលិតផលជាច្រើនពីសហភាពអឺរ៉ុបហើយកម្រិតនៃការពឹងផ្អែកលើទំនិញនាំចូលពីសហភាពអឺរ៉ុបរបស់ប្រទេសនេះគឺទ្វេដងបើប្រៀបធៀបនឹងអាមេរិកនៅឆ្នាំ2024ចិននឹងពឹងផ្អែកលើអាមេរិកសម្រាប់ផលិតផលចំនួន56ស្ថិតក្នុងក្រុម HS6 ប្រសិនបើកាត់ចេញនៅមុខទំនិញមិនចាំបាច់ដូចជាសក់คล้ายអឺរ៉ុបថែមទាំងមានប្រៀបខ្លាំងជាងលើមុខទំនិញយុទ្ធសាស្ត្រដូចជាឱសថក្នុងចំណោមបញ្ជីសំខាន់ជាង300សម្រាប់សន្តិសុខសេដ្ឋកិច្ចឬជាតិដែលត្រូវបានកំណត់ដោយ MERX រួមមានវត្ថុតាងដើមចាំបាច់ទំនិញប្រើប្រាស់បានពីផ្លូវសារធាតុពាក់កណ្ដាលចម្លងនិងសារធាតុសកម្មឱសថមានផលិតផលចំនួន15ដែលពឹងផ្អែកលើការនាំចូលពីសហភាពអឺរ៉ុបនៅឆ្នាំ2024ក្នុងនោះមានអរម៉ូននិងស្តេរ៉ូអ៊ីតអាកាឡូអ៊ីតប្រើប្រាស់ក្នុងឱសថនិងថ្នាំសម្លាប់សត្វល្អិតវ៉ាក់សាំងស៊ើកូនីញ៉ូមដែលជាលោហៈធាតុប្រឆាំងការច្រេះប្រើប្រាស់ក្នុងឧស្សាហកម្មនុយក្លេអ៊ែរនិងបរិក្ខារវិទ្យាសាស្ត្រទើបប៊ីនអ៊ូស្មានម៉ាស៊ីនឧបករណ៍មួយចំនួនឧទ្ធម្ភាគចក្រនិងយន្តហោះជាដើមផ្ទុយទៅវិញចិនត្រូវនាំចូលផលិតផលយុទ្ធសាស្ត្រតែ3ប្រភេទប៉ុណ្ណោះគឺ2ប្រភេទប្រើសម្រាប់សារធាតុត្រជាក់នុយក្លេអ៊ែរសរសៃកញ្ចក់និងបុរៈប្រើក្នុងយន្តហោះពីសហរដ្ឋអាមេរិកការពឹងផ្អែករបស់សហភាពអឺរ៉ុបលើទំនិញនាំចូលពីចិនកំពុងថយចុះជាបណ្ដាការពឹងផ្អែករបស់អឺរ៉ុបលើទំនិញនាំចូលពីចិនក៏បានចាប់ផ្ដើមថយចុះផងដែរក្នុងរយៈពេលយ៉ាងយូរការពឹងផ្អែករបស់សហភាពអឺរ៉ុបលើទំនិញនាំចូលពីចិនបានកើនឡើងជាបន្តបន្ទាប់ប៉ុន្តែនិន្នាការនេះហាក់ដូចជាបានឈានដល់ចំណុចកំពូលដោយចំនួនប្រភេទផលិតផលដែលរងផលប៉ះពាល់បានថយចុះពីកម្រិតកំពូល422នៅឆ្នាំ2022មកត្រឹម411នៅឆ្នាំ2024ចំនួនប្រភេទផលិតផលយុទ្ធសាស្ត្រដែលសហភាពអឺរ៉ុបពឹងផ្អែកលើចិនបានឈានដល់កម្រិតកំពូលត្រឹម20នៅឆ្នាំ2022មុនពេលថយចុះបន្តិចមកត្រឹម19នៅឆ្នាំ2024បច្ចុប្បន្នសហភាពអឺរ៉ុបនៅតែពឹងផ្អែកលើចិនសម្រាប់ផលិតផលយុទ្ធសាស្ត្ររួមមានក្រាហ្វិកផ្លុយអូរីតប្រភេទថ្នាំផ្សះមួយចំនួនសមាសធាតុអាមីននិងសមាសធាតុស៊ីក្លូផ្សេងៗដែលប្រើប្រាស់ជាបូរេឱសថក្នុងពេលដែលសហភាពអឺរ៉ុបនាំចូលធាតុដីកម្រយ៉ាងច្រើនពីចិនទិន្នន័យពី BACI បង្ហាញថាអូស្ត្រាលីនិងវៀតណាមក៏ជាបណ្ដាប្រទេសនាំចេញធាតុដីកម្រដ៏ធំផងដែរដែលជួយកាត់បន្ថយការពឹងផ្អែកលើប្រទេសចិនទិន្នន័យទាំងនេះសុទ្ធតែមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អឺរ៉ុបទី1បច្ចុប្បន្នគឺជាពេលវេលាល្អបំផុតសម្រាប់សហភាពអឺរ៉ុបក្នុងការទាញយកប្រៀបរបស់ខ្លួននៅក្នុងជម្លោះពាណិជ្ជកម្មជាមួយចិនផ្ទុយទៅវិញប្រសិនបើបាត់បង់ឱកាសនេះចិននឹងកាត់បន្ថយការពឹងផ្អែកលើសហភាពអឺរ៉ុបតាមរយៈវិធានការនានាដូចជាការផលិតក្នុងស្រុកជំនួសឲ្យការនាំចូលការស្រាវជ្រាវចង្អុលបង្ហាញថាឧបករណ៍ប្រឆាំងការបង្ខិតបង្ខំ ACI ដែលជាឧបករណ៍ចម្បងរបស់សហភាពអឺរ៉ុបដើម្បីដោះស្រាយជាមួយនឹងការបង្ខិតបង្ខំសេដ្ឋកិច្ចអនុញ្ញាតឲ្យសហភាពអឺរ៉ុបអនុវត្តការត្រួតពិនិត្យការនាំចេញនិងវិធានការផ្សេងៗទៀតប៉ុន្តែលោកវិធីអនុម័តនិងការចរចាមានភាពស្មុគស្មាញនិងស៊ីពេលយូរប្រសិនបើគណៈកម្មាធិការអឺរ៉ុបអាចធ្វើសកម្មភាពដោយខ្លួនឯងសហភាពអឺរ៉ុបនឹងមានប្រសិទ្ធភាពជាងមុនក្នុងការកម្រិតការនាំចេញផលិតផលដែលចិនកំពុងពឹងផ្អែកទី2ដើម្បីទប់ស្កាត់បកកុម្មុយនីសចិនសកម្មភាពរួមរបស់សហភាពអឺរ៉ុបមានប្រសិទ្ធភាពជាងសកម្មភាពដាច់ដោយឡែកនៃបណ្ដារដ្ឋជាសមាជិកសហភាពអឺរ៉ុបកាលពីមុនប្រទេសអាល្លឺម៉ង់បានយឺតយ៉ាវក្នុងការអនុវត្តវិធានការពាណិជ្ជកម្មរឹងមាំប៉ុន្តែហាក់ដូចជាប្រទេសនេះកំពុងភ្ញាក់រលឹកឡើងវិញនៅក្នុងខែកក្កដារដ្ឋាភិបាលអាល្លឺម៉ង់បានប្រកាសផែនការមួយដើម្បីស្ដារសេដ្ឋកិច្ចអាល្លឺម៉ង់ឡើងវិញក្នុងនោះរួមមានការអំពាវនាវឲ្យការពារអាជីវកម្មនានាពីការប្រកួតប្រជែងមិនស្មោះត្រង់និងការដែលអឺរ៉ុបត្រូវអនុវត្តយ៉ាងឆាប់រហ័សនូវវិធានការប្រឆាំងការលក់បង្ខូចថ្លៃនិងប្រឆាំងការឧបត្ថម្ភធនលើគ្រប់វិស័យទាំងអស់
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រិយមិត្តដែលបានចំណាយពេលវេលាយកចិត្តទុកដាក់តាមដានជួបគ្នានៅក្នុងកម្មវិធីបន្ទាប់សូមជម្រាបលា